ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកឆាតៅហ៊ូជាមួយនឹង oyster ហើយបើភាសាចិនគេហៅថាម៉ាផូតូហ្វូហើយរសជាតិវាគឺមានស៊ឺឈ្វាន់អញ្ចឹងបងប្អូនចាហើយរបៀបធ្វើរបស់ខ្ញុំហ្នឹងបងប្អូនអាចមើលបានបើសិនជាបងប្អូនចូលចិត្តអាចរៀនធ្វើតាមខ្ញុំបានហើយវិធីធ្វើគឺងាយទេបងប្អូនគ្រាន់តែថាយើងប្រើម្សៅឆាម្សៅអីអញ្ចឹងណាហើយនោះជាសៀងខ្មៅដែលខ្ញុំដាក់ហ្នឹងគឺប្រភេទសៀងខ្មៅសៀងហ្នឹងគឺវាប្រៃអញ្ចឹងឯងតែបើសិនណាបងប្អូននៅខ្មែរយើងអត់មានបងប្អូនបាច់ធ្វើដាក់សៀងខ្មៅដូចខ្ញុំអញ្ចឹងក៏បានដែរវាអត់សំខាន់អីទេសំខាន់ដោយរបៀបមានម្ទេសស៊ឺឈ្វាន់ដាក់រសជាតិស៊ឺឈ្វាន់អញ្ចឹងទៅបើបងប្អូនបាច់ប្រើស៊ឺឈ្វាន់ក៏បានដែរគ្រាន់តែយើងឆាប្រៃផ្អែមធម្មតាអញ្ចឹងទៅហើយដាក់ម្ទេសយើងធម្មតាអញ្ចឹងណាបងប្អូនហើយជាពិសេសចុងប្រហើយហ្នឹងបងប្អូនអាចប្រើម្សៅឆាប្រភេទឆារបៀបនេះគឺអត់បានទេបងប្អូនគឺម្សៅឆាដើម្បីឲ្យវាមានជាតិខាប់ហើយបើនៅចិនគេចូលចិត្តញ៉ាំជាមួយនឹងបាយស្រូបអីអញ្ចឹងណាហើយចុងក្រោយហ្នឹងគឺខ្ញុំដាក់ប្រេងល្ងហើយនឹងលឹកខ្ទឹមលឹកអីហើយនឹងជីវ៉ាន់ស៊ុយអញ្ចឹងទៅហើយមួយមុខទៀតគឺខ្ញុំមកឆាសាច់ចាមកឆាបន្លែយើងហ្នឹងបងប្អូនហើយខ្ញុំអត់ភ្លេចទេការឆារបស់ខ្ញុំហ្នឹងគឺខ្ញុំតែងតែច្រូចសាក់ស្រាសអញ្ចឹងណាបងប្អូនដោយសារយើងដាក់ឲ្យវាកាត់ឆ្អាបកាត់អីបន្លែសាច់អីវាកាន់តែបង្កើនឈ្ងុយអញ្ចឹងណាបងប្អូនចានិយាយទៅគឺទម្លាប់ជួនកាលក៏ខ្ញុំដាក់ជួនកាលក៏មិនដាក់ទៅនិយាយទៅគឺវាអត់ទៀងទេហើយនេះគឺឆាដើមស្អីគេបងប្អូនអានេះគេហៅដើមស្អីគេស្អីប្រាំងខ្ញុំអត់ដឹងទេក៏ប៉ុន្តែអានេះដើមប្រភេទនេះគឺឆ្ងាញ់មួយយ៉ាងដែរហើយដោយសារខ្ញុំចង់ឲ្យវារលើបរលោងហើយញ៉ាំទុនអញ្ចឹងទៅខ្ញុំតែងតែប្រើម្សៅឆាបានវា